ខ្ញុំសង្ឃឹមថាមូលហេតុនេះអាចជាហេតុផលមួយសម្រាប់ជួយឲ្យបងប្អូនទាំងអស់គ្នាយល់ថាហេតុអ្វីបានជាគ្រីស្ទៀនចូលចិត្តប្រកាសដំណឹងល្អសូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានឬក៏ទស្សនាវីដេអូដែលខ្ញុំផ្សាយនៅក្នុង page សេយន្តនាំសារជា page មួយដែលខ្ញុំប្រើនៅក្នុងការផ្សាយដំណឹងល្អនៅក្នុងការប្រកាសប្រាប់ពីដំណឹងល្អនៃសេចក្តីសង្គ្រោះខាងព្រលឹងវិញ្ញាណដែលព្រះយេស៊ូវទ្រង់សន្យាថានឹងឲ្យដល់អស់អ្នកណាដែលស្ដាប់បង្គាប់ហើយខ្ញុំទទួលបានសំណួរមួយយ៉ាងល្អមែនទែននៅក្នុងវីដេអូដែលខ្ញុំអាចឆ្លើយតបចំពោះម្ចាស់សំណួរដ៏ពិសេសបាទម្ចាស់សំណួរដែលសួរចំពោះការដែលគ្រីស្ទៀនទាំងអស់គ្នាតែងតែធ្វើសំណួរនោះគឺសួរថាហេតុអ្វីបានជាគ្រីស្ទៀនត្រូវផ្សាយដំណឹងល្អសំណួរនេះគឺល្អមែនទែនហើយសម្រាប់អស់លោកអ្នកបងប្អូនដែលមានចម្ងល់តាក់ទងជាមួយនឹងព្រះគម្ពីរបងប្អូនក៏អាចសួរបានដូចគ្នាដែរអ្វីដែលខ្ញុំអាចឆ្លើយបានគឺខ្ញុំនឹងព្យាយាមស្វែងរកចម្លើយដែលមាននៅក្នុងព្រះគម្ពីរសម្រាប់ឆ្លើយតបជាមួយនឹងបងប្អូនទាំងអស់គ្នាហើយអ្វីដែលខ្ញុំមិនអាចរកឃើញខ្ញុំនឹងព្យាយាមជជែកជាមួយនឹងបងប្អូនគ្រីស្ទៀនដែលជាអ្នកដែលមានវ័យចំណាស់ខាងឯសេចក្តីជំនឿមានចំណេះដឹងខ្ពង់ខ្ពស់ជាងខ្ញុំនឹងជជែកជាមួយពួកគាត់ដើម្បីនឹងស្វែងរកចម្លើយសម្រាប់អស់លោកអ្នកបងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំអាចឆ្លើយបានគឺមាននៅក្នុងព្រះគម្ពីរហើយមានតែព្រះតែប៉ុណ្ណោះដែលអាចឆ្លើយតបចំពោះសំណួរដែលតាក់ទងជាមួយនឹងសេចក្តីជំនឿហើយនឹងជីវិតខាងព្រលឹងវិញ្ញាណដូច្នេះខ្ញុំសូមឆ្លើយចំពោះសំណួរដែលសួរថាហេតុអ្វីបានជាយើងឬក៏ពួកគ្រីស្ទៀនត្រូវតែប្រកាសដំណឹងល្អដំបូងបំផុតបងប្អូនហើយមូលហេតុដែលគ្រីស្ទៀនត្រូវប្រកាសដំណឹងល្អដោយព្រោះតែយើងចង់បង្ហាញពីការស្ដាប់បង្គាប់ពីការចោះចូលចំពោះព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរម៉ាថាយជំពូកទី28ខ19ដល់ខទី20ព្រះអង្គបានបង្គាប់ហើយខ្ញុំសូមអាននៅខគម្ពីរដែលស្រដៀងនឹងគម្ពីរម៉ាថាយជំពូកទី28ខ19 20នោះគឺនៅក្នុងគម្ពីរម៉ាកុសបាទខ្ញុំអាននៅក្នុងម៉ាកុសជំពូកទី16ខ15 16ដែលព្រះគម្ពីរចែងថាទ្រង់ផ្ដាំគេថាចូលអ្នករាល់គ្នាទៅពេញសពក្នុងលោកីទាំងមូលហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះអ្នកណាដែលជឿហើយទទួលបុណ្យជ្រមុជទឹកនោះនឹងបានសង្គ្រោះតែអ្នកណាដែលមិនព្រមជឿនោះនឹងត្រូវទោសវិញនេះគឺជាហេតុផលមួយដែលពួកគ្រីស្ទៀនតែងតែប្រកាសដំណឹងល្អប្រាប់ដល់មនុស្សណាដែលគាត់មានឱកាសនៅក្នុងការប្រាប់ឬក៏ធ្វើដំណើរទៅកន្លែងណាមួយដើម្បីនឹងប្រកាសដំណឹងល្អដោយព្រោះតែព្រះយេស៊ូវបានបង្គាប់ថាចូលទៅប្រកាសដំណឹងល្អទូទៅដល់មនុស្សគ្រប់ទាំងអស់ប្រសិនបើបងប្អូនបានឮដំណឹងល្អពីសេចក្តីសង្គ្រោះនោះបងប្អូនទាំងអស់គ្នាកំពុងតែទទួលបាននៅការត្រាស់ហើយដែលបងប្អូនទាំងអស់គ្នាទទួលជឿសេចក្តីជំនឿរបស់បងប្អូនទាំងអស់គ្នានោះនឹងជួយសង្គ្រោះបងប្អូនទាំងអស់គ្នាពីព្រោះសេចក្តីជំនឿកើតឡើងដោយការទទួលស្ដាប់ឮនៅក្នុងព្រះគម្ពីររ៉ូមជំពូកទី10ខទី17ព្រះគម្ពីរបានចែងថាដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះបងប្អូនហើយពួកខ្ញុំដែលជាគ្រីស្ទៀនប្រកាសប្រាប់បងប្អូនពីដំណឹងល្អនៃសេចក្តីសង្គ្រោះមិនមែនដោយគំនិតមិនមែនដោយមនុស្សឬក៏អង្គការណាមួយគេបង្គាប់ពួកយើងខ្ញុំឲ្យធ្វើទេប៉ុន្តែគឺជាសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរដើម្បីឲ្យបងប្អូនមានសេចក្តីជំនឿហើយដែលសេចក្តីជំនឿនោះឯងដែលជួយឲ្យព្រលឹងវិញ្ញាណបងប្អូនទាំងអស់គ្នាទទួលបាននៅសេចក្តីសង្គ្រោះមួយវិញទៀតបាទនៅពេលដែលបងប្អូនមានសេចក្តីជំនឿគឺបងប្អូនអាចអធិស្ឋានអំពាវនាវឬក៏ទូលអង្វរទៅឲ្យព្រះជាម្ចាស់នៅក្នុងគម្ពីររ៉ូមដដែលជំពូកទី10ខ្ញុំសូមអានពីខទី13ដល់ខទី14ដែលព្រះគម្ពីរចែងថាហើយគ្រប់គ្នាគឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់នោះនឹងបានសង្គ្រោះដូច្នេះបើគេមិនជឿធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបានហើយបើគេមិនបានឮនិយាយនោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបានហើយធ្វើដូចម្តេចឲ្យគេឮនិយាយបានបើគ្មានអ្នកណាប្រាប់សោះបើខ្ញុំ
mình ban prap ở lúc nè bong ôn pi pre đã bằng cả tây mê nằng phèn đầy pi pre đã ban bằng cả robot sập sa rập pi pre đã ban bằng cả dương từng ở khni hải trung dương mok đầm bay nằng sòng cua dương từng ở khni nu bong ôn mìnhได้ score ព្រះយេស៊ូវថាព្រះអង្គនឹងធ្វើអ្វីទេប្រហែលជាបងប្អូនធ្លាប់ឮដែរប៉ុន្តែមិនបានច្បាស់អញ្ចឹងហើយបានជាពួកខ្ញុំត្រូវប្រាប់បងប្អូនពីដំណឹងល្អនេះដើម្បីក្រែងលោបងប្អូនបានឮពីព្រះអង្គបងប្អូនធ្វើការផ្លាស់ប្រែចិត្តហើយទទួលជឿលើព្រះអង្គដើម្បីឲ្យទទួលបានសេចក្តីសង្គ្រោះខាងឯព្រលឹងវិញ្ញាណនោះបងប្អូននឹងត្រឡប់ទៅជាម្នាក់ដូចជាពួកខ្ញុំដែលទទួលនៅសេចក្តីសង្ឃឹមដឹងច្បាស់ថាក្រោយពេលដែលយើងស្លាប់ខាងរូបកាយនេះទៅព្រលឹងវិញ្ញាណរបស់យើងនឹងបានទៅឯស្ថានសួគ៌នេះជាមូលហេតុដែលពួកខ្ញុំជាគ្រីស្ទៀនគឺតែងតែប្រកាសដំណឹងល្អខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាដំណឹងល្អដែលពួកខ្ញុំប្រកាសគឺជាដំណឹងដែលសង្គ្រោះដល់ព្រលឹងវិញ្ញាណរបស់បងប្អូនទាំងអស់គ្នាខកពីមួយចុងក្រោយនៅក្នុងការឆ្លើយតបចំពោះសំណួរថាហេតុអ្វីបានជាគ្រីស្ទៀនប្រកាសដំណឹងល្អគឺនៅក្នុងកាពីអេភេសូជំពូកទី1ខទី13និងខទី14ដែលព្រះគម្ពីរចែងថាឯអ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិតគឺជាដំណឹងល្អពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរហើយកាលអ្នករាល់គ្នាបានជឿហើយនោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធដែលបានសន្យាព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្តពីដំណើរគេអាកររបស់យើងរាល់គ្នាតើតែបានលួសរបស់កំណាន់ដែលទ្រង់បានទិញទុកឲ្យយើងនោះសម្រាប់ជាសេចក្តីសរសើរដល់សេរីល្អនៃទ្រង់អញ្ចឹងបងប្អូនហើយដំណឹងល្អដែលខ្ញុំប្រាប់ដល់បងប្អូនទាំងអស់គ្នាគឺជាសេចក្តីសង្គ្រោះដល់ព្រលឹងវិញ្ញាណរបស់បងប្អូននៅពេលដែលបងប្អូនសម្រេចចិត្តក្នុងការផ្លាស់ប្រែចិត្តចេញពីអំពើបាបហើយរស់នៅក្នុងជីវិតថ្មីគឺមានន័យថាបងប្អូនស្ដាប់តាមដំណឹងល្អទទួលជឿលើព្រះអង្គផ្លាស់ប្រែចិត្តហើយទទួលបុណ្យជាមួយទឹកសម្រាប់ជាការលាងជម្រះអំពើបាបនោះបងប្អូនបានកើតជាថ្មីនៅពេលដែលបងប្អូនបានកើតជាថ្មីបងប្អូននឹងទទួលបាននៅទីបញ្ចាំចិត្តគឺជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានសន្យាគឺយើងបានទទួលការបញ្ចាំចិត្តថាយើងគឺជាសេចក្តីសង្ឃឹមដែលយើងនឹងទទួលបានមរតករបស់ផងព្រះអង្គនៅឯនគរស្ថានសួគ៌ដែលព្រះអង្គទ្រង់រៀបចំកន្លែងសម្រាប់យើងទាំងអស់គ្នាខ្ញុំសង្ឃឹមថាមូលហេតុនេះអាចជាហេតុផលមួយសម្រាប់ជួយឲ្យបងប្អូនទាំងអស់គ្នាយល់ថាហេតុអ្វីបានជាគ្រីស្ទៀនចូលចិត្តប្រកាសដំណឹងល្អពីព្រោះជាបង្គាប់ទី2ដែលព្រោះតែជាសេចក្តីសង្ឃឹមនិងសេចក្តីសង្គ្រោះដល់ព្រលឹងវិញ្ញាណបងប្អូនទាំងអស់គ្នាទី3ដើម្បីឲ្យបងប្អូនខ្លាចទៅជាមនុស្សសំណប់របស់ព្រះហើយទទួលបាននូវមរតកដែលព្រះបានរៀបចំសម្រាប់យើងទាំងអស់គ្នាដល់អស់អ្នកណាដែលជឿ